ធ្លាយវីដេអូអាស្រូវនៅក្នុងពន្ធនាគារខេត្តបៃលិនតើពិតជាមានក្រុមបងធំប្រាអំពើហិង្សាជួញដូរគ្រឿងញៀននិងទិញក្បាលមន្ត្រីដើរលេងក្រៅគុកយប់មែនឬខេត្តបៃលិនផ្ទុះព័ត៌មានពេញបណ្ដាញសង្គមដល់ក្តៅកកុងនិងកំពុងតែធ្វើឲ្យមហាជនសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃនេះគឺករណីបែកធ្លាយវីដេអូនិងប្រភពព័ត៌មានសកម្មភាពមិនប្រក្រតីជាច្រើនដែលបានកាត់ឡើងនៅក្នុងពន្ធនាគារខេត្តបៃលិនតាមប្រភពព័ត៌មានដែលបានបែកធ្លាយចេញពីក្នុងពន្ធនាគារបានឲ្យដឹងថាស្ថានភាពនៅទីនោះកំពុងតែឈានទៅរកភាពអនាធិបតេយ្យយ៉ាងធ្ងន់ធ្ងរដោយសារសកម្មភាពមិនប្រក្រតីមួយចំនួនដូចជាអំពើហិង្សានិងខ្នងបង្អែកក្រុមអ្នកទោសដែលតាំងខ្លួនជាបងធំបាននឹងកំពុងធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃទៅលើអ្នកទោសដូចគ្នាដោយមានការចោទប្រកាន់ថាមានមន្ត្រីពន្ធនាគារមួយចំនួនជួយកាងនិងបាក់ដៃឲ្យធ្វើសកម្មភាពពីក្រោយការរត់ពន្ធនិងប្រើប្រាស់គ្រឿងញៀនមានការប្រើប្រាស់និងការជួញដូរគ្រឿងញៀនចេញចូលក្នុងនិងក្រៅពន្ធនាគារយ៉ាងអនាធិបតេយ្យដោយគ្មានការញញឹតច្បាប់ការប្រើប្រាស់ទូរស័ព្ទដៃខុសច្បាប់ក្រុមអ្នកទោសស្ទើរតែគ្រប់គ្នាមានសេរីភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃដើម្បីតាក់ទងធ្វើសកម្មភាពល្មើសច្បាប់ផ្សេងចេញពីខាងក្នុងពន្ធនាគារអាស្រូវទិញក្បាលមន្ត្រីនិងសេរីភាពងងឹនអ្វីដែលរឹតតែរន្ធត់ជាងនេះទៅទៀតនោះគឺប្រភពបានអះអាងថាក្រុមបងធំទាំងនោះអាចប្រើប្រាស់ទឹកប្រាក់ទិញទឹកចិត្តមន្ត្រីខូចមួយចំនួនដើម្បីឲ្យពួកគេអាចចេញចូលដើរហើរសប្បាយនៅខាងក្រៅពន្ធនាគារដោយសេរីនៅពេលយប់ហាក់បីដូចជាគ្មានច្បាប់ទម្លាប់ទាល់តែសោះសំណួរដេញដោលនិងការរិះគន់ស៊ីជម្រៅថាតើរឿងរ៉ាវដ៏រន្ធត់និងអនាធិបតេយ្យទាំងអស់នេះជាការពិតកម្រិតណាប្រសិនបើប្រភពបែកធ្លាយនេះគឺជាការពិតមែននោះតើវិន័យនិងច្បាប់ពន្ធនាគារត្រូវបានគេជន់ឈ្លីដល់កម្រិតណាតើពន្ធនាគារដែលជាទីកន្លែងសម្រាប់កែប្រែគំនិតនិងស្ដារនីតិសម្បទាអ្នកទោសត្រូវបានប្រែក្លាយទៅជាតំបន់សេរីសម្រាប់ក្រុមបងធំនិងជាកន្លែងរកស៊ីទុច្ចរិតរបស់មន្ត្រីខូចមួយចំនួនទៅវិញឬពាក្យចចាមរាមដែលថាគ្មានកន្លែងណារលួយដល់ឆ្អឹងជាងនេះតើវាជាការពិតឬគ្រាន់តែជាការចាត់ប្រកាន់នេះជាសំណួរដ៏ក្តៅកកុងដែលមហាជននិងសង្គមកំពុងតែរងចាំចម្លើយយ៉ាងទទូចពីស្ថាប័នពាក់ព័ន្ធអង្គភាពសារព័ត៌មានប្រមាញ់ជ័យដានធីវីយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះឡើងគឺក្នុងគោលបំណងធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងការពិតឆ្លើយតបតាមកង្វល់របស់ក្រុមអ្នកទោសនិងរិះគន់ក្នុងន័យស្ថាបនាដើម្បីរួមចំណែកទប់ស្កាត់ផលប៉ះពាល់និងការពារសុខុមាលភាពសង្គមតែប៉ុណ្ណោះអង្គភាពយើងខ្ញុំសូមរងចាំនិងរីករាយទទួលស្វាគមន៍រាល់ការបកស្រាយបំភ្លឺឬឆ្លើយតបពីគ្រប់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរពន្ធនាគារខេត្តបៃលិនរៀងរាល់ម៉ោងធ្វើការដើម្បីធានានូវតម្លាភាពតុល្យភាពព័ត៌មានស្របតាមក្រមសីលធម៌និងច្បាប់ស្តីពីរបបសារព័ត៌មានសូមអរគុណ